ចាជំរាបសួរនាងខ្ញុំឈ្មោះលៀងដានីជាគ្រូឧទ្ទេសនៅសាលាគ្រូកសលមតេមឈឹមសម្រាប់វគ្គបណ្ដុះបណ្ដាលលើកទី3នេះគឺនាងខ្ញុំមានមុខវិជ្ជាភាសាខ្មែរមតេយ្យដែលត្រូវយកមកបណ្ដុះបណ្ដាលសម្រាប់មុខវិជ្ជាភាសាខ្មែរមតេយ្យនៅមតេយ្យសិក្សានេះគឺមានសារៈសំខាន់ណាស់សម្រាប់កុមារតូចយើងដឹងហើយថាភាសាខ្មែរគឺជាភាសាយានសម្រាប់ប្រទេសកម្ពុជារបស់យើងការបណ្ដុះបណ្ដាលកម្រិត3នេះខ្ញុំយល់ឃើញថាមានចំណុចល្អចាទី1បើតកតងជាមួយខ្ញុំតគឺបានចូលរួមសហការដែលជាគ្រូមកពីសាលារដ្ឋហ្នឹងបានមកចូលរួមវគ្គបណ្ដុះបណ្ដាលហើយបានផ្ដល់ចំណេះដឹងដូចជាបទពិសោធន៍ថ្មីទៅកាន់គ្រូអ្នកគ្រូដែលគាត់បានមកចូលរួមហ្នឹងហើយឃើញថាការរៀបចំនេះមានលក្ខណៈល្អហើយខ្ញុំសង្ឃឹមថានឹងមានវគ្គបន្តទៀតហើយខ្ញុំនឹងបើសិនជាមានឱកាសឬក៏ពេលវេលាគ្រប់គ្រាន់ខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចចូលរួមបន្តទៀតជាមួយនឹងខាងគម្រោង